នៅកណ្ដាលព្រៃព្រឹក្សាដែលស្ងាត់ជ្ងំនាមរបស់គេបានក្លាយជាសុបិនអាក្រក់ដែលតាមឡងបន្លាចគ្រប់គ្នាដែលហ៊ានឈានជើងចូលមកអង្គុលីមៀលមហាចៅដែលត្រូវបានសូនរូបឡើងដោយពាក្យកុហកនិងការចងពៀដួងចិត្តដែលធ្លាប់តែបរិសុទ្ធត្រូវបានដុតកំទេចរហូតคล้ายជាភេទផងនៅសល់តែជំនឿខុសឆ្គងថាឈាមនិងជីវិតគឺជាផ្លូវឆ្ពោះទៅរកភាពជោគជ័យរៀមដៃ959គឺជាចំនួនជីវិតដែលត្រូវបានបូជាដល់មុខដាវនេះនៅសល់តែម្រាមដៃតែមួយគត់ដែលគេត្រូវការដើម្បីបញ្ចប់រឿងរ៉ាវនៃមហាចៅប៉ុន្តែនៅព្រឹកព្រលឹមមហាបរតដែលពោពេញដោយមហាករណាធិគុណទ្រង់ជ្រាបដោយព្រះញាណអំពីគ្រោះថ្នាក់ដែលជិតកើតមានចំពោះមាតារបស់ចៅព្រៃនិងដួងវិញ្ញាណដែលកំពុងវង្វេងផ្លូវទោះបីជាមានការប្រមានយ៉ាងខ្លាំងក្លាអំពីភាពសាហាវខុសត្រូវរបស់មហាចៅប៉ុន្តែជំហានរបស់ព្រះអង្គនៅតែរឹងមាំប្រៀបដូចជាសីហៈដែលដើរឆ្ពោះទៅរកព្យុះជនរងគ្រោះចុងក្រោយមើលទៅហាក់ដូចជាទុនខ្សោយនិងងាយស្រួលប៉ុន្តែអង្គុលីមៀលមិនបានដឹងឡើយថាគេកំពុងតែប្រឈមមុខនឹងអំណាចដែលមុខដាវមិនដែលបានប៉ះពាល់ឈប់សិនសមណៈឈប់យើងឈប់ហើយអង្គុលីមៀលប៉ុន្តែអ្នកឯណោះទេដែលមិនទាន់ឈប់ហេតុអ្វីបានជាយើងដែលរត់លឿនជាងដំរីសេះនិងរាជរដ្ឋបែរជាដេញតាមសមណៈរូបនេះមិនទាន់យើងឈប់ពីការបៀតបៀនសត្វលោកទាំងពួងប៉ុន្តែអ្នកនៅមិនទាន់ឈប់ពីការសាងបាបកម្មដ៏សាហាវខូខៅឡាយអាយហេភិក្ខុចូលមកជាភិក្ខុសម្ដីខ្លីៗដែលចាស់ពន្លក់សម្បកនៃវិឆាទិដ្ឋិប្រៀបដូចជាពន្លឺដែលចាំងចូលទៅក្នុងរូងដងងឹតដែលត្រូវបានបិទជិតតោះកាលជាយូរអាវុធដែលធ្លាប់ផ្ដាច់ជីវិតមនុស្សរាប់ពាន់នាក់បែរក្លាយជាបំណែកដែកដែលគ្មានតម្លៃមហាចៅដ៏មានឥទ្ធិពលបានចាញ់ក្រមកម្លាំងមេត្តាដែលគ្មានទីបញ្ចប់គេបានលុតជង្គង់ក្រាបថ្វាយបង្គំដោយដួងចិត្តដែលខ្ទេចខ្ទាំហើយត្រូវបានសាងឡើងវិញក្នុងពេលតែមួយច្រវាក់នៃកម្មដែលធ្លាប់ចងរឹតត្រូវបានដោះលែងអតីតកាលដ៏ខ្មៅងងឹតត្រូវបានបោះបង់ចោលដើម្បីឈានទៅរកផ្លូវថ្មីនៃសន្តិភាពពីអ្នកប្រមាញ់ក្លាយជាអ្នកស្វែងរកគុណទោះបីជាលោកដីមិនទាន់អត់ទោសឲ្យគេភ្លាមប៉ុន្តែដួងចិត្តរបស់គេបានរកឃើញការអត់ទោសដ៏អស្ចារ្យបំផុតហើយកំផឹងពីអ្នកដែលបានបាត់បង់នៅតែតាមឡងបន្លាយលោកបានទទួលយកការឈឺចាប់ដោយភាពអត់ធ្មត់ដើម្បីសងបំណុលកម្មដែលបានសាងឡើងក្នុងភាពស្ងាត់ស្ងាត់នៃចិត្តជញ្ជាំងនៃកិលេសបានសាបសូន្យអង្គុលីមៀលបានសម្រេចដល់ត្រើយនៃការបន្លត់ទុកទាំងស្រុងអ្នកណាដែលធ្លាប់ធ្វើបាបកម្មប៉ុន្តែបានបិទបាំងបាបនោះដោយកុសលអ្នកនោះរមែងធ្វើលោកនេះឲ្យភ្លឺស្វាងដូចជាព្រះច័ន្ទដែលផុតពីពពកនេះគឺជាដំណើរនៃការកាយខ្លួនជាផ្ោះតាងដែលបញ្ជាក់ថាគ្មាននរណាម្នាក់ងងឹតងងុលហ៊ូពីការមើលឃើញពន្លឺធម៌ឡើយហើយក៏គ្មានដួងចិត្តណាមួយដែលមេត្តាធម៌មិនអាចទៅដល់នោះដែរ